គាំទ្រផលិតផលក្នុងស្រុកអ្នកអង្គការលេងណាវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចាត់ក្រុមការងារចុះទិញល្ពៅដល់ចំការខេត្តព្រះវិហារជាច្រើនតោនក្រោយពីសម្ដេចធិបតីហ៊ុនម៉ាណែតអំពាវនាវឲ្យជំរុញការគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្កើនទីផ្សារដល់កសិករអ្នកអង្គការលេងណាវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានណែនាំក្រុមការងារចុះដល់ទីតាំងចំការល្ពៅរបស់កសិករខ្មែរនៅខេត្តព្រះវិហារដើម្បីបង្ហាញឆន្ទៈរឹងមាំក្នុងការគាំទ្រផលិតផលជាតិក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចុះទៅដល់ទីតាំងចំការរបស់ប្រជាកសិករតែម្ដងដើម្បីប្រមូលទិញល្ពៅជាច្រើនតោនសម្រាប់ចែកជូនប្រជាពលរដ្ឋតាមខេត្តផ្សេងទៀតពិសេសនោះជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីបន្ទាត់ព្រំដែនកម្ពុជាថៃដែលកំពុងស្នាក់នៅវត្តពោធិ៍5000ដើមស្រុកគូលែនខេត្តព្រះវិហារតាមរយៈសកម្មភាពរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌នាពេលនេះបង្ហាញឲ្យឃើញពីកាយវិការប្រកបដោយសប្បុរសធម៌ក្នុងស្មារតីគាំទ្រផលិតផលក្នុងស្រុករបស់យើងផងគាំទ្រដល់បងប្អូនជាជនភៀសសឹកផងក្នុងគ្រាប្រទេសកំពុងបញ្ហាប្រឈមជាមួយប្រទេសជិតខាងសម្ដេចធិបតីហ៊ុនម៉ាណែតនាថ្ងៃច័ន្ទសប្តាហ៍នេះបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលក្នុងស្រុកនិងខិតខំធ្វើការដាំដុះនិងកែច្នៃទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននិងការប្រើប្រាស់ផ្សេងទៀតការគាំទ្រនេះរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ក្រោមការដឹកនាំដោយអ្នកអង្គការលេងណាវត្រាក៏បានក្លាយជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់ប្រជាកសិកររបស់យើងក្នុងការជំរុញការផលិតនៅផលិតផលក្នុងស្រុកបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក